បងអាណាជាបាសួស្តីបងប្អូនទាំងអស់គ្នាចាបន្ទាប់ពីបងប្អូនបានសិក្សាអំពីការរាប់ចំនួនពី30ដល់39ជាមួយអ្នកគ្រូត្រូវអត់គាត់ចានៅក្នុងវីដេអូនេះអ្នកគ្រូនឹងបង្រៀនកូនពីការសរសេរវិញម្ដងចាអញ្ចឹងចំណុចនេះគឺការសរសេរចំនួន30ដល់ម៉ានគាត់35 9ចាអញ្ចឹងជំហានដំបូងគឺអ្នកគ្រូបង្រៀនកូនទាំងអស់គ្នាពីការសរសេរចំនួន30សិនប៉ុន្តែមុននឹងចូលការសរសេរអ្នកគ្រូបង្ហាញការរាប់ចំនួនសិនចានេះគឺជាចំនួនក្របបាល់របស់យើងក្របបាល់របស់យើងគឺមានចំនួនម៉ានកូនកូនរាប់មើល10 20 30ចាគឺមានចំនួន30រីឯខាងនេះគឺជារូបរាងចំនួន30ចាអញ្ចឹងសូមកូនមើលផ្នែកខាងនេះទាំងអស់គ្នាអ្នកគ្រូនឹងបង្ហាញចលនានៃការសរសេរ30ចាអញ្ចឹងចាប់ដើមដំបូងគេអ្នកគ្រូចាប់ដើមលេខ3អ្នកគ្រូគួចឡើងលើចុះក្រោមមកហើយកូនភ្ជាប់ពីណាកូនពីឆ្វេងកោងទៅស្ដាំចុះមកខាងក្រោមមួយទៀតគឺសរសេរបន្តគឺលេខ0ចាចាប់ដើមពីលើចុះក្រោមងាកទៅស្ដាំឡើងលើហើយកង់មកឆ្វេងនោះកូននឹងទទួលបាន30ចាអញ្ចឹងដើម្បីឲ្យកូនកាន់តែច្បាស់នៃការសរសេរអ្នកគ្រូបង្ហាញនៅលើក្តារខៀនឲ្យកូនទាំងអស់គ្នាចាអញ្ចឹងសូមកូនមើលមកលើក្តារខៀនទាំងអស់គ្នាដំបូងកូនទាំងអស់គ្នាត្រូវសរសេរលេខ3ចានេះគួចឡើងលើកូនចុះមកខាងក្រោមចាហើយកូនភ្ជាប់ចាហើយចុះមកខាងក្រោមទៀតបន្តមកទៀតកូនសរសេរលេខ0ចានេះលេខ0ចុះមកខាងក្រោមហើយឡើងទៅលើបែបទៅលើវិញចាម្ដងទៀត30កូនសរសេរលេខ3ចាបន្តមកទៀតកូនសរសេរលេខ0ចានោះកូននឹងទទួលបាន30ចាអញ្ចឹងកូនទាំងអស់គ្នាបានមើលអ្នកគ្រូបង្ហាញនៃការសរសេរអីចឹងអ្នកគ្រូមានកិច្ចការសម្រាប់ឲ្យកូនអនុវត្តដោយខ្លួនឯងនេះកិច្ចការមួយនេះចូលកូនធ្វើគំនូសចំនួន30នេះគឺ30ត្រូវអត់គាត់ចាដែលអ្នកគ្រូបានសរសេរពេញលេញហើយនេះគឺជាទីតាំងដែលកូនត្រូវសរសេរសុទ្ធសឹងតែជាគំនូសទាំងអស់ដោយដំបូងគេកូនចាប់ផ្ដើមសរសេរគំនូសលេខ3បន្តមកទៀតកូនសរសេរតាមគំនូសលេខ0នោះកូននឹងទទួលបានរូបរាងលេខ30តាមចលនាដែលកូនបានសិក្សាចាអញ្ចឹងអ្នកគ្រូនឹងចូលលេខ2លេខ2នេះចូលកូនសរសេរចំនួន30ចានេះ30ដែលអ្នកគ្រូសរសេរជាគំរូឲ្យកូនទាំងអស់គ្នាមើលទីតាំងដែលកូនត្រូវសរសេរគឺនៅត្រង់ចំណុចមួយនេះចាអញ្ចឹងកិច្ចការទាំងពីរនេះសូមកូនទាំងអស់គ្នាចូលរួមវឹកហាត់ធ្វើទាំងអស់គ្នាបន្ទាប់ពីកូនបានធ្វើរួចកុំភ្លេចយកទៅឲ្យប៉ាម៉ាក់របស់កូនជួយពិនិត្យមើលថាតើកិច្ចការរបស់កូនពិតជាបានស្អាតនិងត្រឹមត្រូវដែរឬទេចាសូមអរគុណ